ដើមខែអញ្ចឹងទុំតបាក់លយធ្វើម្ហូបអីឆ្ងាញ់ៗបើខ្លួនឯងម្ដងមើលព្រោះថាខំធ្វើការមួយខែត្រាក់ដើម្បីបានលុយអញ្ចឹងពេលដល់បានលុយយកលុយមកធ្វើម្ហូបឆ្ងាញ់ផ្ដល់កម្លាំងចិត្តខ្លួនឯងអីចឹងទៅដូចជាធ្វើកោះឡើងភ្នំញ៉ាំចារួមជាមួយនឹងទេសភាពនៅភ្នំក្រៅអង្គុយមើលសាន់សេតទៅនៅគ្នាសម័យមើលមកឆ្ងាញ់ប៉ុណ្ណាកោះឡើងភ្នំនេះមួយទឹកស៊ុបនិយាយពីថាធ្វើស្រួលនោះស្រួលមានពិបាកធ្វើទេបងប្អូនគ្រាន់តែរំលីងខ្ទឹមសនិងខ្ទឹមក្រហមបើសិនជាមានជីគល់ជីវ៉ាន់ស៊ុយដាក់បន្ថែមមកដូចតែឈ្ងុយពេលដែលលីងខ្ទឹមសខ្ទឹមក្រហមឈ្ងុយហើយបងប្អូនចាក់ទឹកដូងមួយផ្លែចូលមកណាមិនអីសាំញ៉ាំច្រើនទេហើយយើងដាក់ទៅដល់គោស្រស់ហ្នឹងឬក៏ទៅដល់គោឆៅចំនួនកន្លះកំប៉ុងសិនមកព្រោះថាខ្ញុំចូលចិត្តញ៉ាំរបៀបវា creamy អញ្ចឹងហើយទឹកស៊ុបហ្នឹងវាមានជាតិទេយើងបន្ថែមរ៉ូឌីតន្តិចមកគឺបានហើយពេលតែទឹកពុះក្រែកបងប្អូនចាក់បន្លែចូលមកណាបន្លែគឺមានស្ពៃបូកគោការ៉ុតហើយនឹងតកួនហើយផ្សិតមកចូលអីចឹងទៅព្រោះថាខ្ញុំចេញមកថតនៅក្រៅអញ្ចឹងទៅមានតែដាក់ថង់មកនឹងអារម្មណ៍អីបន្លែហើយនឹងសាច់នឹងខ្ញុំលាងស្អាតមកពីផ្ទះការប្រឡាក់សាច់នឹងញ៉ាក់ប្រើគ្រឿងផ្សំច្រើនទេបងប្អូនខ្ញុំដាក់ទៅរ៉ូឌីបន្តិចហើយនឹងប្រេងខ្យងទេហើយដាក់ជាមួយនឹងម្សៅម្ទេសការ៉េដែរដើម្បីវាមានពណ៌ស្អាតអ្នកគ្នាឃើញសាច់ខ្ញុំមកឡើងក្រហមមើលបែកក្រៅដល់អ្នកគ្នាឡើងស្អាតមកសិនសិតការខែ3ឡើងមូខ្លាំងប៉ុន្តែឥឡូវដាក់ខែភ្លៀងហើយគ្មានសិនសិតអីមើលទេយើងអាំងសាច់នោះយើងលាបបឺបន្តិចទៅចាំយើងដាក់សាច់អាំងចូលអ្នកគ្នាខ្ញុំក៏មានខ្លាញ់ជ្រូកមកនំដែរដាក់ពីលើខ្ទះនឹងកុំឲ្យវាចូលបានញ៉ាំហើយនេះទឹកស៊ុបរបស់យើងពុះក្រែកហើយសាច់យើងក៏ជិតឆ្អិនដែរអ្នកគ្នាមើលប្រែត្រឡប់សាច់ទៅតាមស្ទូនឹងបានញ៉ាំហើយសាច់គោគឺឆ្អិនលឿនបើមានគ្រឿងសមុទ្រទៀតដាក់ចូលមករត់តែឆ្ងាញ់ទៀតនិយាយរួមទៅសាច់គោឡើងភ្នំនេះមួយចូលចិត្តញ៉ាំណាស់ព្រោះថាមានបន្លែហើយបានហត់ទឹកស៊ុបទៀតពេលដែលធ្វើអីញ៉ាំជុំពុកម៉ែម្ដងធ្វើគោឡើងភ្នំដាក់ខ្ទះអញ្ចឹងញ៉ាំមកដែរតួនេះដាក់អាឆ្នាំងខ្ទះធំហ្មងឆាបន្លែឆាសាច់អីឆ្អិនហើយចុចត្រីកកុងហ្មងលឿនស្រួលទៀតដល់ពេលអានេះយើងដាក់ឆ្នាំងអញ្ចឹងវាក្រឆ្អិនដែរញ៉ាំអត់តាន់ចិត្តសាច់បើសិនណាអ្នកឃើញក្រៀមហើយប្រែត្រឡប់វាទៅណាហើយគោឡើងភ្នំនេះមួយទឹកជ្រលក់ដែលឆ្ងាញ់បំផុតគឺទឹកត្រីកកុងជាមួយនឹងទឹកតៅហ៊ូនឹងឯងខ្ញុំចូលចិត្តញ៉ាំហ្មងនេះច្រកពីខ្ទះហើយមានជាមួយនឹងទឹកតៅហ៊ូទឹកស៊ូគីហើយទឹកត្រីកកុង3មុខដែរចង់ញ៉ាំមួយណាដាក់មួយនឹងមកតែសម្រាប់ខ្ញុំចូលចិត្តញ៉ាំទឹកតៅហ៊ូលាយជាមួយនឹងទឹកត្រីកកុងវាឆ្ងាញ់យើងលាយពីមុខនឹងចូលគ្នាមកកូរច្បល់មកជ្រលក់ជាមួយបន្លែឬក៏សាច់អាំងអីនឹងត្រូវគ្នាខ្ញុំអង្គុយ voice over នេះឃើញហើយនឹងលេបទឹកមាត់នេះតំណងម៉ងនេះណាទ្រាំបានត្រូវនឹងខែភ្លៀងអញ្ចឹងទៀតដល់គ្នាញ៉ាំគោឡើងភ្នំឬក៏ញ៉ាំស៊ុបត្រូវហើយវីដេអូនេះតាំងពីខែ3ហើយទៅតែដាច់ចិត្តមកកាត់វាព្រោះថាទៅរកវីដេអូឃើញភ្នំហ្នឹងបានញ៉ាំជុំពុកម៉ែ3-4នាក់អីទៅដើមគ្នាឆ្ងាញ់គោឡើងភ្នំនេះមួយធ្វើស្រួលដល់គ្នាសំខាន់ណារសជាតិឆ្ងាញ់ទៀតបានញ៉ាំទាំងទឹកស៊ុបបានញ៉ាំទាំងបន្លែសាច់អាំងហើយខ្ញុំមានគឹមឈីទៀតខ្ញុំទ្រាំជាមួយសាឡាត់ហើយខ្ញុំដាក់សាច់គោយើងមកដុំទៅទ្របជាមួយនឹងគឹមឈីចាក់អ្នកគ្នាឆ្ងាញ់សាហាវខ្ញុំនិយាយមែនដាក់ទឹកជ្រលក់តិចមកអូយមួយម៉ាត់នេះខ្ទិះមូររំវាអញ្ចឹងមកយកចូលមាត់មកអូយឆ្ងាញ់សាហាវអ្នកទាំងគ្នាថ្ងៃឈប់សារៈឬក៏មានកម្មវិធីអីនៅផ្ទះគួរណាតែដាក់អេតគោឡុងភ្នំនៅមុខទៅព្រោះថាញ៉ាំអត់សូវចុះមែនទេសំខាន់ឆ្ងាញ់ហើយញ៉ាំបានយូរទៀតអរគុណច្រើនបងប្អូនអ្នកគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះបាយ